សូមស្វាគមន៍សម្រាប់កម្មកម្មគេហទំព័រខ្មែរមិច 168.com ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការប្រើប្រាស់អនុគម Large if អញ្ចឹងការអនុគម Large if គឺផ្គុំរវាងអនុគម Large និងអនុគម if អញ្ចឹងយើងដឹងហើយថាអនុគម Large វាចាប់យកតម្លៃធំជាងគេបំផុតស្តៀងនឹងអនុគម Max ដែរក៏ប៉ុន្តែវាអាចចាប់តម្លៃដែលធំបន្ទាប់តម្លៃទៅតូចជាងគេបំផុតបានទៀតអញ្ចឹងមានលក្ខណៈល្អភាសាតាមនេះគឺថាខ្ញុំចាប់យកតម្លៃ3នៃ array សំណុំធាតុ3អញ្ចឹងវាអាចយកអាធំជាងគេបំផុត3លាន2សែនណាតែបើសិនយកអាធំបន្ទាប់លេខ2 3លានបន្ទាប់មកវាយកអាតូចជាងគេបំផុតលេខ3គឺ1លានណាអញ្ចឹងខ្ញុំនឹងបង្ហាញថាតើពេលដែលយើងយកទៅគុំជាមួយនឹងអនុគម if យើងធ្វើយ៉ាងម៉េចអញ្ចឹងក្នុងនេះយើងមានក្រុម ID ហើយនឹង burst amount អញ្ចឹងបើសិនជាក្នុងក្រុមមួយគ្នាតើយើងចាប់តម្លៃថាធំជាងគេបំផុតនោះប្រហែលអញ្ចឹងយើងចាប់យកមក large ហើយបើកមក if អូខេបន្តមកទៀត sorry ស្មើនឹងអីគេមក ID យកហ្នឹងខ្ញុំចាប់យក reverse mount យើងបាត់មកវិញហើយយកតម្លៃឲ្យធំជាងគេបំផុតអញ្ចឹងក្នុងចំណោមក្រុម4នាក់អាខ្ពស់ជាងគេបំផុតប្រហែលចាប់មកតម្លាក់គោលបំណងនេះដើម្បីសិក្សាលក្ខខណ្ឌ if រ phi របស់វាណាអញ្ចឹងកន្លែងនេះពេលដែលយើងចុច enter យើងត្រូវចុច control shift ហើយ enter ដើម្បី copy ចល័តរូបមន្ត array ហ្នឹងទៅ code ទៀតបើមិនអញ្ចឹងទេគឺរូបមន្តរបស់យើងអត់ដើរអញ្ចឹងគឺត្រូវចុច control បូក shift enter ចុច3នឹងជួបនេះតើ key 3ដើម្បីបានបិទគ្នាពីមាត្រ array នឹងឲ្យជួបអញ្ចឹងពេលដែលបានអញ្ចឹងយើងឃើញថាមួយក្រុមចៃ1លាននេះមិន2លានអញ្ចឹងគឺត្រូវពុះបំផុតក្នុងសមាជិកក្រុមឲ្យវាចាប់មក2លានដើម្បីសិក្សាលក្ខខណ្ឌយកមកឆាចនឹង CVC fee អញ្ចឹងបន្ទាប់មកយើងអាចប្រើអនុគម if and ដើម្បីសិក្សាលក្ខខណ្ឌចៃធំជាងគ្រប់ឡូនយ៉ាងម៉េចគឺតាមនេះយើងអាចធ្វើបានសំខាន់ឲ្យតែចាប់យកលក្ខខណ្ឌនេះបានមកគឺងាយស្រួលដែលមេរៀនមុនខ្ញុំបានណា and if ជាមួយ compound មួយ and ណាយើងអាចប្រើបានសូមអរគុណ